បាទរៀបពោះដែរបាទពោះអីវាផលដីវាផលបាទដីវាជ្រាយបាទទស្សនាការឡើងបាទផងពីរបាទអត់អីទេបាទពុកម៉ែបងប្អូនបាទស៊ីផុយបាទអូហូបាទអនុញ្ញាតគ្រប់ជម្រាបសួរដល់ពុកម៉ែបងប្អូនទាំងអស់បាទថ្ងៃនេះខ្ញុំបាទគូសារ៉ាត់មានវីដេអូមួយបង្ហាញពុកម៉ែបងប្អូនប្រភេទហ្នឹងគឺយើងជាលម្អសំដងពីក្រោយឡានបាទឡានហ្នឹងគឺគាត់ដាក់ឡង់សើបាទពុកម៉ែបងប្អូនប្រភេទនេះគឺយើងប្រើត្រើយសម្រាប់ទាញអូបលឡើងបាទមានពុកម៉ែបងប្អូនណាតម្រូវការលម្អប្រភេទអតរ៉ូតឬក៏យើងអូបយើងឡើងយើងសម្រាប់ដាក់អូបគឺយើងមានត្រើយបាទប្រភេទនេះគឺយើងពពាក់ទៅត្រើយជាមួយហើយយើងប្រើអគុយលម្អហ្នឹងຂະຫນາດលម្អហ្នឹងគឺ2ម៉ែត្រហើយទៅតឹង2ម៉ែត្រតើបដ ாய் ទៅក្រោយហ្នឹងគឺ5ម៉ែត្រពុកម៉ែបងប្អូន5ម៉ែត្រប្រភេទហ្នឹងគឺយើងមានដាក់ចដើមានអីឲ្យបាទចដើហ្នឹងគឺយើងសម្រាប់អូសបាទអូសឡើងតែហ្នឹងយើងឡើងកូនឡានឆ្នៃបាទឡើងកូនឡានឆ្នៃហ្នឹងយើងឡើងសម្រាប់សាកមើលថាវាឡើងទៅវាយ៉ាងម៉េចបាទត្រើយហ្នឹងអាចអូសបានអត់បាទតែអត់ពិបាកទេបងប្អូនស៊ីផុយបាទពូត្រើយហ្នឹងកម្រិតអូសរបស់វាបាន3តោនកម្រិតអូស3តោនប្រភេទហ្នឹងគឺ1តោនទេបាទអញ្ចឹងវាអូសស្រួលបាទប្រភេទហ្នឹងគឺយើងប្រពាក់ទៅនៅកតុយឡានក្រោយបាទឡានពួកឡង់សើហើយពួករ៉ាប់ទ័រពួកអីហ្នឹងអូសស្រួលបាទមានពុកម៉ែបងប្អូនណាតម្រូវការជារមាក់ប្រភេទហ្នឹងគឺមានបាទទទួលដំឡើងបាទតាមតម្លៃបាទតាមគ្រឿងក្រៅបាទគ្រឿងក្រៅវាយើងប្រើជាទៀសប្រើជាបូមឬក៏កវាសម្រាប់យើងប្រើញាក់បានអាហ្នឹងគឺតម្លៃតាមហ្នឹងពុកម៉ែបងប្អូនហើយខាងលើហ្នឹងបើមានពុកម៉ែបងប្អូនណាតម្រូវការប្រភេទហ្នឹងគឺកូនឡានបាញ់ថ្នាំកូនឡានកែច្នៃបាញ់ថ្នាំហ្នឹងគឺយើងបាញ់ថ្នាំអូតូប្រភេទហ្នឹងបាទបាញ់ចន្ទីបាញ់មានទូរ៉េនអីគឺត្រូវឯបាទបាទខ្ញុំបាទអត់មានអីច្រើនទេពុកម៉ែបងប្អូនបាទមានតម្រូវការអាចទាក់ទងមកបានបាទលេខទូរស័ព្ទគឺនៅខាងលើបាទសូមអរគុណនិងសូមគោរពលា